អញ្ចឹងថ្ងៃនេះខ្ញុំបន្តរឿងលុយធ្លាក់ពីលើមេឃបន្តិចបងប្អូនភាគច្រើនបងប្អូនយើងគេហៅថា MMO ដៃថ្មីច្រើនណាស់ឥឡូវហ្នឹងច្រើនបាទច្រើនមែនតែនគណនាមិនអស់ទេហើយប្រហែលថ្ងៃនេះចាប់ពីក្រុមហ៊ុន Facebook គេទម្លាក់ឲ្យគេហៅថា 300k រយៈពេល28ថ្ងៃហ្នឹងមក Facebook មានសិទ្ធិរលុយហ្នឹងឃើញ MMO អូសមិនផុតទេរហូតដល់ថ្ងៃនេះថ្ងៃទី4ហើយមានន័យថា28ថ្ងៃហ្នឹងរំលងទៅអស់4ថ្ងៃហើយនៅតែឃើញ MMO ដៃថ្មីហ្នឹងផ្ទុះច្រើនបងប្អូនអញ្ចឹងខ្ញុំបញ្យល់ពាក្យប្រាប់បងប្អូនតែចោះពាក្យថាលុយធ្លាក់ពីលើមេឃខ្ពស់ណាបងប្អូនខ្ពស់ណាស់អញ្ចឹងលុយនេះបើធ្លាក់ពីលើមេឃមកហ្នឹងមិនស្រួលធ្លាក់ប្រមាណទេលុយហ្នឹងស្រាលបាទមេឃខ្ពស់ចឹងធ្លាក់មកហ្នឹងគឺប្រើពេលយូរណាស់ទម្រាំមកដល់ដីហ្នឹងយើងមើលយានអវកាសសម្ភារៈបច្ចេកវិទ្យាសាស្ត្រផ្សេងមិនងាយទៅដល់លើមេឃទេបាទហើយលើមេឃហ្នឹងធ្លាក់មកដីហ្នឹងក៏វាតាំងណាស់ដែរមិនងាយមកដល់ទេចឹងបងប្អូន MMO ដៃថ្មីស្ដាប់បានពិចារណាឡើងវិញបាទធ្លាក់មកពីលើមេឃនេះមិនមែន28ថ្ងៃហ្នឹងវាស្រួលធ្លាក់ហើយធ្លាក់មកដល់ទេវាត្រូវការច្រើនត្រូវការពេលវេលាយូរបាទត្រូវការមានផ្លូវច្បាស់លាស់សម្រាប់ធ្លាក់ពីលើមេឃមកបងប្អូនមើលមានឧបសគ្គអីខ្លះនោះទៅលើពពកផុតពពកមកត្រូវខ្យល់វាយគួចហើយលុយហ្នឹងវាស្រាលទេធាតុវាស្រាលអញ្ចឹងងាយផើតហើយមិនងាយមកដល់ដៃយើងនៅលើដីហ្នឹងទេបានឥឡូវយើងថាធ្លាក់ផុតពពកមកហើយមកវានៅមានមែកឈើចុងឈើនៅអីលើនោះទៀតណាបាទអញ្ចឹងវាមិនធ្លាក់មកស្រួលទេហើយផុតពីមែកឈើចុងឈើមកវាឆ្លងកាត់ព្យុះភ្លៀងបាទពីលើមេឃមកហ្នឹងមានភ្លៀងមានអីហ្នឹងលាយបាត់ទៀតលុយហ្នឹងអញ្ចឹងយើងក៏លេខទៅមើលក្រុមហ៊ុន Facebook វិញដែលអ្នករកលុយបានពី Facebook ហ្នឹងគឺមានឧបសគ្គច្រើនណាស់ធ្វើដល់គោលដៅហើយក្រុមហ៊ុនបើកឲ្យរកលុយហើយគេត្រូវការត្រួតពិនិត្យ content របស់យើងគេហៅថាមាតិកាឬ content របស់យើងនឹងត្រូវតាមស្តង់ដារអត់គោរពគោលការណ៍របស់ក្រុមហ៊ុនដែលអត់បំពានទៅនឹងច្បាប់របស់ Facebook ក៏ក្រុមហ៊ុន Facebook មិនឲ្យយើងដែររហូតដល់ខូច page ផងបាទចេញពីនឹងរួចហើយ content យើងធ្វើត្រូវហើយអីហើយហ្នឹងលុយហ្នឹងវាធ្លាក់ទៅណាវាត្រូវការទាមទារការ set up ច្បាស់លាស់ចេះ set up ចេះដាក់ payout បាទមានអ្នកចាំបើកលុយនឹងវែងឆ្ងាយតទៀតបាទអញ្ចឹងមិនមែនស្រួលទេបងប្អូនមិនស្រួលទេ MMO ដៃចាស់ជើងចាស់គេលែងមាត់អស់ហើយគេព្រោះហត់បាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនមានប៉ុណ្ណឹងទេមិនមានអីបកស្រាយវែងឆ្ងាយជាងនេះតិចទេ
បាទសូមអរគុណសម្រាប់ការស្ដាប់